ហើយលទ្ធផលនៃការជួបជុំនៃការប្រជុំរបស់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរកម្ពុជាថៃគឺបានបញ្ចប់ហើយបាទបានបញ្ចប់ដោយលទ្ធផលគឺបងប្អូនយើងមួយចំនួនបានដឹងហើយបាទព្រោះបច្ចុប្បន្ននេះគឺខាងថៃក៏ខ្លាចបំផុតរឿង ICJ នឹងហ្មងពាក់ព័ន្ធនឹងការប្តឹងទៅ ICJ អញ្ចឹងខ្ញុំក៏នៅបញ្ជាក់បន្ថែមបន្តិចទេបងប្អូនយើងបញ្ជាក់បន្ថែមមិនថាពាក់ព័ន្ធទៅនឹងសេចក្តីប្រកាសរបស់គណៈកម្មការព្រំដែនកម្ពុជាណាគឺបានប្រកាសពាក់ព័ន្ធទៅនឹងប្រមាណចំណុចនោះប៉ុន្តែខ្ញុំនិយាយដោយសង្ខេបហើយដូចជាថ្នាក់ដឹកនាំយើងគាត់បានប្រកាសប្រមាណថ្ងៃហើយទី1គឺពាក់ព័ន្ធទៅនឹងតំបន់ទាំង4ដែលមានចំនួនជាមួយនឹងភាគីសៀមគឺមិនត្រូវលើកយកមកនិយាយទេប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាកបីនៅតំបន់មុំ3បាទតំបន់មុំ3អញ្ចឹង4ចំណុចនេះអត់ត្រូវនិយាយទេកម្ពុជាអត់ត្រូវការចរចាទ្វេភាគីជាមួយថៃបន្តទៀតទេដូច្នេះពីព្រឹកមិញនេះថ្ងៃអាទិត្យក៏ពិតមែនប៉ុន្តែកំណត់ការទូតពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ គឺកម្ពុជាយើងបានធ្វើទៅហើយបានបញ្ជូនទៅហើយបាទបញ្ជូនទៅថ្ងៃអាទិត្យអាចដល់ថ្ងៃច័ន្ទបាទដល់ដៃតុលាការ ICJ ហើយបាទចំណុចមួយទៀតដែលកម្ពុជាយើងបដិសេធមិននិយាយជាមួយថៃបាទគឺពាក់ព័ន្ធទៅនឹងការបិទព្រំដែនណាការបិទព្រំដែនមិននិយាយជាមួយថៃទេបាទពាក់ព័ន្ធនឹងការបិទព្រំដែនទោះបីជាភាគីថៃលើកឡើងក៏កម្ពុជាមិននិយាយជាមួយដែរពីព្រោះថៃជាអ្នកបង្កហេតុមុនថៃជាអ្នកបិទព្រំដែនជាឯកតោភាគីដោយមិនគោរពទៅលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2000បាទ MOU ឆ្នាំ2000អញ្ចឹងកម្ពុជាយើងបានធ្វើការឆ្លើយតបដោយបិទជាឯកតោភាគីវិញដែលធ្វើឲ្យថៃមានការខាត់បងនឹងចលាចលពេញប្រទេសថៃអញ្ចឹងពាក់ព័ន្ធនឹងបញ្ហានេះកម្ពុជាអត់និយាយទៀតជាមួយថៃជាមួយគណៈកម្មការព្រំដែនថៃពីព្រោះគណៈកម្មការព្រំដែនថៃខ្លួនឯងដែលមិនអាចគ្រប់គ្រងយោធាបានហើយធ្វើឲ្យយោធាបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគីអញ្ចឹងកម្ពុជាអត់ចាំបាច់និយាយជាមួយនឹងភាគីថៃពីបញ្ហានឹងទេហើយចំណុចមួយទៀតដែលកម្ពុជាបដិសេធមិននិយាយគឺពាក់ព័ន្ធទៅនឹងផែនទីឯកតោភាគីរបស់ថៃដែលបានគូសវាសយកតំបន់មួយចំនួននៅក្នុងប្រទេសរបស់យើងកម្ពុជាទទួលស្គាល់តែសន្ធិសញ្ញានិងអនុសញ្ញារវាងបារាំងសៀមកាលពីឆ្នាំ1904តែប៉ុណ្ណោះប៉ុន្តែកម្ពុជាមិនលើកនិយាយអំពីរឿងផែនទីដែលឯងយកមកបង្ហាញផែនទីចោលផែនទីឈ្លានពានគូសយកទឹកដីរបស់យើងផែនទីជាឯកតោភាគីគឺកម្ពុជាអត់និយាយជាមួយទេនេះគឺជាចំណុចខ្លាំងរបស់កម្ពុជាយើងដែលកំពុងតែដំណើរការលើឆាកអន្តរជាតិបច្ចុប្បន្នភាគីថៃកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងកម្ពុជាប្តឹងទៅ ICJ បងប្អូនយើងមួយចំនួនបានដឹងហើយថាថៃគេបដិសេធគេមិនទៅទេ ICJ កម្ពុជាយើងបបួលថៃទៅ ICJ ដឹកដៃទៅទាំងអស់គ្នាដើម្បីរកខុសរកត្រូវឲ្យដឹងខុសដឹងត្រូវហ្នឹងហើយសង្គមលទ្ធិប្រជាធិបតេយ្យដែលគោរពច្បាប់គឺនៅពេលដែលមានបញ្ហាអីមួយគឺពាក់ព័ន្ធទៅនឹងផ្លូវច្បាប់គឺត្រូវទៅរកតុលាការប៉ុន្តែខាងភាគីថៃប្រកែកបាទដាច់អហង្ការមិនទៅទេ ICJ ពីព្រោះថៃធ្លាប់បានចាញ់ក្តីយើង2ដងរួចមកហើយកាលពីឆ្នាំ1962ពាក់ព័ន្ធនឹងរឿងក្តីប្រាសាទព្រះវិហារឆ្នាំ2014បាទដែលថៃរករឿងយើងឆ្នាំ2007 2008នោះទីបំផុត2011ដែលយើងបញ្ជូនទៅកំណត់ទូតបាទដែលពាក់ព័ន្ធនឹងបណ្ដឹងតុលាការ ICJ ហើយ2014ណាបាទសម្រាប់ផ្ដល់ដី 4.6 ដែលថៃទាមទារនោះឲ្យមកខាងភាគីកម្ពុជាយើងអញ្ចឹងយើងបានឈ្នះថៃ2ដងដូច្នេះថៃរៀងចាលបាទថៃរៀងចាលមិនចង់ទៅតុលាការអន្តរជាតិ ICJ ទៀតទេដោយសារបាក់មុខបាក់មាត់អាម៉ាស់នៅលើឆាកអន្តរជាតិរួចទៅហើយ2ដងរួចទៅហើយអញ្ចឹងគេអត់ចង់ទៅគេមិនចង់ទៅក៏ប៉ុន្តែគេទាមទារដើម្បីនិយាយគ្នាគេយក MOU អនុស្សរណៈយោគយល់គ្នាព្រមព្រៀងគ្នាឆ្នាំ2000មកនិយាយជាមួយយើងគេចង់បានអញ្ចឹងក៏ប៉ុន្តែអានេះគឺជា style ដដែលបាទស៊ីស៊ូសុំកលុំខົບខិតបាទខ្សឹបដាក់តិចយើងគម្រាមយើងណែរបៀបអញ្ចឹងណាបាទគេធ្វើរបៀបអញ្ចឹងគេធ្វើរបៀបថានិយាយជាសាធារណៈគឺល្អណាស់
ក៏ប៉ុន្តែគេខ្សឹបដាក់ទៅជាយើងគឺគម្រាមយើងអញ្ចឹងកម្ពុជាអត់ចង់បានអញ្ចឹងទេហើយបើសិនជាទុកឲ្យបរិបត្តិនឹងនៅដំណើរការដដែលជាដដែលគឺប្រកាសណាស់ថានឹងមានបញ្ហាទៅដល់ថ្ងៃអនាគតវែងឆ្ងាយបន្តទៀតអត់ចប់អត់ហើយទេអញ្ចឹងក្នុងអាណត្តិនេះរបស់សម្ដេចប្រធានាធិបតីសម្ដេចបវរធិបតីគឺលោកសម្រាប់បញ្ជូនទៅតុលាការអន្តរជាតិអញ្ចឹងយើងមានផលចំណេញច្រើនបាទមានផលចំណេញច្រើនទាំងនយោបាយទាំងការទូតហើយពាក់ព័ន្ធនយោធាមិនបាច់បារម្ភទេបងប្អូនយើងមិនបាច់បារម្ភទេកម្ពុជាជំហរបរដ្ឋាភិបាលអត់មានខ្លាចថៃអីមិនតិចណាទេបើចង់វាយគ្នាគឺវាយគ្នាយោធាទឹកចិត្តយោធារបស់ខ្មែរយើងនៅសមរភូមិមុខក៏ដូចគ្នាដែរបើចង់វាយគ្នាគឺវាយគ្នាតែកម្ពុជាប្រកាន់យកនៅសន្តិភាពកម្ពុជាប្រកាន់យកច្បាប់ជាតិនិងអន្តរជាតិបាទច្បាប់អន្តរជាតិប្រទេសនិងប្រទេសឆ្លោះគ្នាគឺប្រកាន់យកច្បាប់អន្តរជាតិជាគោលការណ៍ដើម្បីដោះស្រាយគ្នាបាទហើយបើសិនជាគេមិនប្រកាន់យកច្បាប់អន្តរជាតិគេចង់វាយគ្នាអានឹងកម្ពុជាកំឡោះដល់ទីបំផុតដូចគ្នាពីថ្ងៃមិញមហាមិត្តចិនបានប្រកាសហើយមិនមែនពីថ្ងៃមិញពីថ្ងៃមុននៅពេលដែលមានបញ្ហាព្រាមគ្រាន់តែអគ្គរដ្ឋទូតរបស់ខាងចិនគឺគ្រប់គ្រងកម្ពុជានិងជួយដល់កម្ពុជាពីថ្ងៃមិញនេះលោកស៊ីជីនពីងប្រធានាធិបតីរបស់ប្រទេសចិនប្រកាសថែមទៀតថាប្រាប់ប្រជាជនរបស់ខ្លួនថាកម្ពុជាគឺជាមិត្តដ៏ជិតស្និទ្ធជាបងប្អូនដូច្នេះបើសិនជាមានប្រទេសណាមួយបរទេសណាមួយដែលប៉ះពាល់ដល់កម្ពុជាអញ្ចឹងចិនមានសិទ្ធិក្នុងការការពារបាទសម្ព័ន្ធមិត្តរបស់ខ្លួនបាទដើម្បីបញ្ជាពីការស្គ្រីនពៀនពីការរំលោភបំពានរបស់អ្នកដទៃបាទអញ្ចឹងយើងក៏មានបាទចង់និយាយថាសមត្ថភាពកងទ័ពកម្ពុជារបស់យើងសមត្ថភាពនយោបាយរបស់ថ្នាក់ដឹកនាំយើងគឺមានគ្រប់គ្រាន់សម្រាប់ការការពារជាតិប៉ុន្តែផ្នែកសពាវុធគ្រឿងបរិក្ខារផ្សេងក៏យើងត្រូវការផងដែរអញ្ចឹងរយៈពេលកន្លងមកនេះគឺយើងដឹងហើយទាំងអស់គ្នាគ្រប់គ្នាគឺថាយើងដឹងហើយអញ្ចឹងបញ្ហាគឺវាស្ថិតត្រង់ថាថៃមានការលិចលង់ខាតបង់វិនិច្ឆ័យអន្តរាយនៅលើឆាកអន្តរជាតិខ្ញុំធ្លាប់លើកហើយថាបច្ចុប្បន្ននេះថៃមានចំនួនជាមួយនឹងប្រទេសឡាវពាក់ព័ន្ធនឹងបញ្ហាព្រំដែនឯកតោភាគីទៅគូសយកដីគេក៏គេអត់សប្បាយចិត្តថៃឆ្លោះជាមួយកម្ពុជាយកព្រំដែនឯកតោភាគីមកគម្រាមកំហែងយកដីរបស់កម្ពុជាក៏កម្ពុជាយើងមិនសប្បាយចិត្តថៃមានបញ្ហាជាមួយនឹងប្រទេសភូមាពាក់ព័ន្ធនឹងព្រំដែនដូចគ្នាក៏ខាងភូមាគេមិនសប្បាយចិត្តនៅក្នុងសង្គមថៃដែលពោពេញដោយអសិលធម៌ច្រើនហើយជាពិសេសថៃក៏មានទំនាស់រយៈពេលកន្លងមកអ៊ីស្លាមភាគខាងត្បូងនៃប្រទេសថៃចំនួន4ខេត្តដែលកំពុងតែរើបំរាស់ដើម្បីទាមទារឯករាជ្យពីថៃអាហ្នឹងបាទចំណុចហ្នឹងហើយថៃក៏មានបញ្ហាជាមួយនឹងប្រទេសម៉ាឡេស៊ីពាក់ព័ន្ធនឹងបញ្ហាព្រំដែនដូចគ្នាមានន័យថាប្រទេសថៃគឺជុំចិត្តដោយសត្រូវសងខាងមិនបានចងសម្ព័ន្ធមិត្តជាមួយនឹងប្រទេសណាអ្នកនៅក្នុងតំបន់សងខាងហ្នឹងទេគ្រាន់តែប៉ុណ្្នឹងបាទគ្រាន់តែប៉ុណ្្នឹងយើងឃើញថាខ្សោយបាត់ហើយភូមាធ្លាប់បានបបួលកម្ពុជាបបួលឡាវដើម្បីវាយយកទឹកដីវិញភូមាណានៅពេលដែលសង្គ្រាមថៃជាមួយភូមាគឺភូមាបបួលកម្ពុជានិងឡាវដើម្បីវាយយកទឹកដីវិញកុំឲ្យថៃបានចិត្តមើលងាយដល់ប្រទេសទុនខ្សោយជិតខាងបាទប៉ុន្តែខ្មែរយើងអត់បានធ្វើដូច្នោះទេឡាវក៏គេមិនធ្វើដូច្នោះដែរប៉ុន្តែបើសិនជាឆ្លោះជាមួយយើងនឹងកម្ពុជាយើងមួយទៀតភូមាគេកាន់តែដៃអបអសាទរអ៊ីស្លាមខាងត្បូងភាគខាងត្បូងនៃប្រទេសថៃចំនួន4ខេត្តអាចនឹងក្រោកឡើងបះបោបាទក្រោកឡើងបះបោដើម្បីទាមទារពេលហ្នឹងហើយអញ្ចឹងថៃនឹងបែងខ្ញែកទឹកដីជាច្រើនបំណែកបាទច្រើនបំណែកដូច្នេះឃើញហើយសហគមន៍អន្តរជាតិមិនអាចគ្រប់គ្រងថៃបានទេពិសេសពាក្យបណ្ដឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ថ្ងៃនេះបើសិនជាថៃមិនព្រមទៅតុលាការអន្តរជាតិទីក្រុងឡាអេបានសម្រេចឲ្យកម្ពុជាយើងឈ្នះគ្រប់គ្រងទៅលើប្រាសាទតំបន់តូចតំបន់ធំដែលថៃទាមទារថាជារបស់គេហ្នឹងយើងបានឈ្នះតំបន់មុំបីបន្តទៀតណាដូច្នេះយើងមានសិទ្ធិការពារដែនអធិបតេយ្យភាពយើងដោយស្របច្បាប់បើថៃមិនទទួលស្គាល់ថៃនឹងបាក់មុខលើឆាកអន្តរជាតិបន្តទៀតដូចជាឆ្នាំ1962ហើយនៅឆ្នាំ2014ថ្មីនេះបាទ11ដល់14ថ្មីនេះជាដើមនេះអញ្ចឹងពីព្រោះអញ្ចេះយើងមើលថាជំហររបស់ថៃរយៈពេលកន្លងមកនេះគឺថាកិច្ចវេះពីបាទកិច្ចវេះពីអីកិច្ចវេះពីច្បាប់អញ្ចឹងមានន័យថាថៃគឺជាអីថៃគឺជាសៀមគឺអ្នកណាគឺជាចៅព្រៃបានន័យថាជនជាតិមួយនេះគឺខ្វះសេចក្តីថ្លៃថ្នូរ
ខ្វះសិលធម៌នៅក្នុងការរស់នៅលើឆាកអន្តរជាតិក្នុងសហគមន៍រយៈពេលកន្លងខ្ញុំធ្លាប់បានឃើញជនជាតិថៃតែងតែធ្វើប្រើអំពើហិង្សាទៅលើជនបរទេសដែលមកធ្វើទេសចរនៅក្នុងប្រទេសថៃជាដើមនេះសម្ដីរបស់ស្អីផាតខ្លាំងអីគេនេះបាទស្អីស៊ីនប៊ុនផាតខ្លាំងហ៎ស៊ីនប៊ុនផាតខ្លាំងស៊ីនប៊ុនផាតខ្លាំងដែលជាមេតបភូមិភាគ2របស់ថៃគេនិយាយថាគេមិនគ្រប់គ្រងឲ្យទៅ ICJ ទេហើយគេមិនឲ្យរដ្ឋាភិបាលគេទៅតុលាការអន្តរជាតិ ICJ នឹងដែរណាគេអត់ទៅទេបើសិនជាយើងចង់បានដីគឺវាយគ្នាអានេះអស់ស្ទះខ្ញុំគិតថាដូចជាមិនចាស់ប្រមាណទេតែអានេះមុខនេះខូចហ្មងនេះអាផ្នែកលៀនមនុស្សផ្នែកលៀនហ្នឹងគឺថាខូចហ្មងផ្នែកខូចហ្មងមិនជាចាស់ប្រមាណទេវាដូចជាកូនមាន់មួយប៉ុណ្្នឹងទេណាកាយពីមេភូមិភាគ2វាដូចជាកូនមាន់មួយទេសម្រាប់ជាមួយថ្នាក់ដឹកនាំយើងណាមួយសម្ដេចតេជោណាសម័យនេះមិនមែនសម័យតេជោយ៉តតេជោដំដិនទេណាបាទសម័យមុនគឺសម័យតេជោយ៉តសម័យតេជោដំដិនតេជោយ៉តតេជោដំដិនគឺសម័យជិះសេះជិះដំរីទេកាន់ដាវកាន់លំពេងប្រយុទ្ធគ្នាទេកម្លាំងតិចនិងកម្លាំងច្រើនកម្លាំងគេច្រើនគេឈ្នះហើយបាទកម្លាំងយើងច្រើនយើងឈ្នះគេប៉ុន្តែសម័យនេះគឺថាអត់មានសន្និដ្ឋានបានទេបាទកុំចង់មើលងាយកម្ពុជាសម័យនេះសម័យតេជោសភាវុធមានគ្រប់តែតម្រង់នេះបាទសម្រាប់ទប់ទល់សម្រាប់ការពារជាតិណាកុំមើលងាយគេឥឡូវនេះកំពុងតែកក្រើកដែលអាចសង្ឃឹមថាជាការសន្និដ្ឋានបានថារហូតដល់ថាអាចកើតសង្គ្រាមលោកលើកទី3ណាពាក់ព័ន្ធនឹងអ៊ីស្រាអែលនិងអ៊ីរ៉ង់បាទអ៊ីស្រាអែលធ្លាប់បានវាយចូលដល់ដែនដីកាហ្សាប៉ាឡេស្ទីនកាលពីឆ្នាំថ្មីនេះប្រហែលខែមុនហ្នឹងណាតិចទីអស់ហើយបាទតិចទីអស់ហើយទៅប៉ះពាល់ទៅដល់អ៊ីរ៉ង់បាទបាញ់ចូលទៅអ៊ីរ៉ង់ទៀតអញ្ចឹងវាបំផុតអ៊ីរ៉ង់សងសឹកនៅពេលអ៊ីរ៉ង់សងសឹកកំពុងខ្ទេចហើយបាទហើយកន្លែងដែលផលិតនុយក្លេអ៊ែរណាបាទរោងចក្រដែលផលិតនុយក្លេអ៊ែរគឺបាញ់ឆេះខ្ទេចហើយអញ្ចឹងកុំគិតថាប្រទេសធំចេះតែមើលងាយប្រទេសតូចបានកុំគិតថាប្រទេសអ្នកមានមើលងាយប្រទេសអ្នកក្រវាមិនប្រកបទេដូចខ្ញុំបានធ្លាប់និយាយហើយថាបើសិនជាជះទឹកដាក់គ្នាគឺតែទឹកទាំងអស់គ្នាទេឯងក៏ងាប់អញក៏ងាប់ឯងត្រូវរបួសអញក៏ត្រូវរបួសដូចគ្នាទេអញ្ចឹងកុំអាងថាប្រទេសអ្នកមានប្រទេសធំជាងដែលមើលងាយដល់ប្រទេសតូចតាចបាទកម្ពុជាយើងនឹងមានព្រៀបលើឆាកអន្តរជាតិក្រោយពេលសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ICJ បាទហេតុអីនៅពេលដែលយើងបានឈ្នះគឺយើងមានព្រៀបនៅលើឆាកអន្តរជាតិទាំងនយោបាយការទូតទាំងច្បាប់អន្តរជាតិគឺយើងមានគ្រប់ទម្រង់ទាំងអស់ទាំងកម្លាំងការពារជាតិនៅវាសំខាន់ហ្នឹងគឺប៉ុណ្ណឹងឥឡូវយើងអន្តរជាតិកម្ពុជាចង់បានតែសន្តិភាពមិនចង់បានសង្គ្រាមតែបើឈ្លានពានយើងមានសិទ្ធិការពារបូរណភាពទឹកដីយើងកម្ពុជាគឺជាប្រទេសឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីមិនឈ្លានពានគេមិនទៅរំលោភបំពានគេមិនចំណោះឲ្យជាតិសាសន៍ណាមួយទេណារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺបានចារមកអញ្ចឹងបើសិនជាអ្នកឯងរំលោភបំពានទៅលើដែនអធិបតេយ្យភាពរបស់យើងមានសិទ្ធិក្នុងការការពារដែនអធិបតេយ្យភាពរបស់យើងមានសភាវុធកម្លាំងទ័ពនិងបទពិសោធន៍គ្រប់គ្រាន់កម្ពុជា50ឆ្នាំហើយដែលបទពិសោធន៍ធ្វើសង្គ្រាមបាទ50-60ឆ្នាំហើយមិនមែនទៅឥឡូវទេមិនមែនឬកូនក្មេងយកទៅធ្វើសង្គ្រាមទេអាហ្នឹងគឺអញ្ចឹងយើងមិនទៅអួតអាងប៉ុន្តែក៏មិនចង់ប៉ះទង្គិចឲ្យមានសង្គ្រាមដែរនៅពេលដែលមានសង្គ្រាមគឺប្រជាពលរដ្ឋសងខាងប្រទេសសងខាងខ្ទេចខ្ទីដោយសារសង្គ្រាមវាលំបាកវេទនាយើងអត់មានទៅប៉ះគេអត់ទៅវាយគេទេកម្ពុជាយើងគឺរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់ប៉ុន្តែបើគេហ៊ានតែលូតមកអានេះគឺត្រូវហើយជាពិសេសអាមេទ័ពបាទអាមេទ័ពស្អីអាណាស៊ីនប៊ុនខ្លាំងឯនោះបាទស៊ីនប៊ុនខ្លាំងស៊ីនបាត់ខ្លាំងហ្នឹងបាទមើលប៊ុនស៊ីនផាតបាទផាតខ្លាំងប៊ុនស៊ីនផាតខ្លាំងបាទអានោះលូតមកគឺត្រូវមុនគេអាហ្នឹងបាទប៉ុន្តែសង្ស័យវាមិនហ៊ានមកមុខទេវានៅក្រោយអាហ្នឹងវាបញ្ជូនកូនចៅវាអារើសអាតបរើសថ្មីមកនោះបញ្ជូនមកងាប់បាទបញ្ជូនមកងាប់តាមសួរវានៅក្រោយទេអានោះវាអត់ចង់ទៅ ICJ បាទប៉ុន្តែទីបំផុតបើសិនជាមានសង្គ្រាមអានោះវាអាចខ្លាយទៅជា ICC បាទ ICC នឹងមិនគឺតុលាការអ ுக ្រិតកម្មអន្តរជាតិអានោះអាចទៅអញ្ចឹងបើវាមិនចង់ទៅ ICJ អានោះមានទៅអូសក្បាលវាទៅ ICC ពួកកម្ពុជាយើងជំហរគឺសន្តិភាពយើងអត់មានទៅរករឿងគេមុនណាបើគេបរោរឿងមុនយើងដាក់វិញហើយតែដាក់វិញហើយអានោះគឺដាក់ដល់កម្រិត
បាទដាក់ដល់កម្រិតមួយដែលពិបាកបាទពិបាកណាអាហ្នឹងជំរាបអញ្ចឹងហើយបច្ចុប្បន្ននេះសួរថាថៃដែលបង្កើតបញ្ហាឲ្យមានបញ្ហាព្រំដែនការបិទព្រំដែនណាគេថាគេខ្លាំងណាគេថាគេខ្លាំងណាប្រទេសគេធំប្រទេសគេអ្នកមានបិទព្រំដែនចោលហ្មងបិទព្រំដែនចោលហ្មងប៉ុន្តែដល់ទីបំផុតអ្នកណាអ្នកខាតគេគាត់ថាខ្មែរធ្វើការនៅថៃច្រើនអញ្ចឹងបិទព្រំដែនដេញខ្មែរចេញមកវិញមកខ្មែរអត់អេស៊ីខ្មែរក្រលំបាកវេទនាអត់អញ្ចឹងទេអូនហើយយល់ច្រឡំហើយណាទីបំផុតរដ្ឋាភិបាលប្រកាសឲ្យមិនពលករក្នុងស្រុកនេះកម្លាំងពលកម្មកំពុងតែខ្វះ 70000 នាក់ជាងអញ្ចឹងពលករដែលមកពីថៃគឺខាងក្រសួងការងារប្រកាសឲ្យទៅចុះឈ្មោះទៅដាក់ឈ្មោះទៅដាក់ពាក្យដាក់យកតាមជំនាញដើម្បីបែងចែកការងារនៅក្នុងស្រុកយើងបាទនៅក្នុងស្រុកយើងសម្បូរការងារតើបាទយើងមានការងារតើអញ្ចឹងអត់បញ្ហាទេហើយមិនត្រឹមប៉ុណ្ណោះក៏មានការប្រកាសដោយសម្ដេចរដ្ឋាភិបាលក៏លោកប្រកាសពាក់ព័ន្ធនឹងការបង់ធនាគារព្រោះពលករយើងទៅធ្វើការនៅស្រុកថៃខ្លះគាត់ធ្វើផ្ទះថ្មប៉ុណ្ណានេះហ្នឹងអញ្ចឹងពេលគាត់ធ្វើផ្ទះថ្មហ្នឹងគាត់បានលុយខ្លះទៅគាត់យកលុយធនាគារលុយអីខ្លះអញ្ចឹងទៅយកមកធ្វើផ្ទះថ្មបានហើយគាត់ទៅធ្វើការនៅស្រុកថៃវិញដើម្បីបញ្ជូនលុយមកពីនោះបាទបញ្ជូនលុយមកពីនោះគឺមកសងបង់ធនាគារអញ្ចឹងក៏មានការអំពាវនាវឲ្យធនាគារគិតពិចារណាដែរក្នុងការដែលពន្យាពេលសម្រាប់រយៈពេលប្រហែលខែប្រហែលឆ្នាំបាទសម្រាប់ពលករដែលមកពីប្រទេសថៃហ្នឹងឬក៏សម្រួលបញ្ចុះតម្លៃបែបណាបាទដើម្បីគាត់មកហ្នឹងគឺគាត់តម្រាំបានធ្វើការគាត់មានប្រាក់បង់បន្តអានេះគឺមានការសម្របសម្រួលឲ្យស្រេចបាទអញ្ចឹងអត់មានបញ្ហាទេអញ្ចឹងបិទព្រំដែននេះសួរថាអ្នកណាអ្នកខាតពាណិជ្ជកម្មថៃដែលចូលមកកាន់ប្រទេសកម្ពុជាគឺមានទំហំដែលសម្ដេចតេជោប្រកាសថ្ងៃមុនគឺថា$5000 លានជាងពាណិជ្ជកម្មរបស់ខ្មែរគឺមានតែមួយទេបាទមានតែ$1000.1ទេហើយថៃចូលមកកម្ពុជាយកលុយពីកម្ពុជាវិញគឺ5000 លានចុចប្រមាណនោះហើយខ្មែរយកលុយពីថៃមកវិញបានតែ1.1ទេអញ្ចឹងបើសិនជាមានការបិទព្រំដែនបែបនេះសួរថាអ្នកណាអ្នកខាតយើងឃើញព័ត៌មានប្រហែលថ្ងៃនេះនៅពេលដែលបិទព្រំដែនគឺប្រជាពលរដ្ឋថៃចរាចរណ៍នេះគិតតែពាណិជ្ជកម្មថៃនិងកម្ពុជាទេណាប៉ុន្តែពាណិជ្ជកម្មថៃដែលឆ្លងកាត់កម្ពុជាទៅកាន់វៀតណាមតើប្រមាណ1000 លានទៀតបាទតើប្រមាណ1000 លានទៀតណាអានោះប្រមាណ1000 លានពាណិជ្ជកម្មថៃដែលឆ្លងកាត់ពីកម្ពុជាទៅវៀតណាមតើប្រមាណ1000 លានហើយពាណិជ្ជកម្មរបស់វៀតណាមដែលឆ្លងកាត់កម្ពុជាទៅដល់ប្រទេសថៃតើប្រមាណ1000 លានសួរថាតើថៃខាតប្រមាណ1000 លាននៅក្នុងមួយឆ្នាំណាជាមួយកម្ពុជាជាមួយវៀតណាមឥឡូវអញ្ចឹងហើយសួរអ្នកណាអ្នកដើមហេតុគឺថៃអ្នកដើមហេតុបង្ករឿងមុនណាមិនត្រូវប៉ុណ្្នឹងក្រសួងការបរទេសគេណាគេប្រកាសគម្រាមនៅក្នុងការកាត់ផ្ដាច់ប្រព័ន្ធទូរស័ព្ទនិងខ្សែភ្លើងចូលមកតាមព្រំដែននឹងទៀតដើម្បីបង្អត់យើងណាបាទផ្ដាច់យើងគេថាគេផ្ដាច់យើងហ្នឹងគឺឲ្យយើងងាប់គេផ្ដាច់ឲ្យយើងងាប់តែម្ដងប៉ុន្តែទីបំផុតរដ្ឋាភិបាលសម្រេចខាងអគ្គនាយកខាងរដ្ឋមន្ត្រីដែលទទួលបន្ទុករាជធម្មពលណាអាដាមកៅរតនៈគាត់ថាកម្ពុជានៅមានភ្លើងសល់បាទមួយម៉ាត់នេះគឺថាផ្ទះកាភ្លៀងថៃណាកម្ពុជានៅមានភ្លើងសល់អាចបន្តជូនដល់ប្រជាពលរដ្ឋប្រើប្រាស់បានណែវាច្បាស់ហ្នឹងបាទហើយបើសិនជាខ្វះខាតភ្លើងថាទេប៉ុន្តែកម្ពុជាមានភ្លើងសល់ទុកនេះបាទសល់ទុកណាដល់ពេលថៃគេចង់ប្រកាសកាត់ផ្ដាច់ខ្សែភ្លើងគេកាត់ខ្លះហើយនៅខ្សែទូរស័ព្ទខ្សែអីហ្នឹងគេកាត់ខ្លះហើយបើនៅតំបន់ខ្លះនៅមានតំបន់ខ្លះគេកាត់បាត់ហើយអញ្ចឹងបានកម្ពុជាបញ្ជូនកម្លាំងបាទរដ្ឋាភិបាលបញ្ជូនកម្លាំងទៅកាត់ផ្ដាច់ទាំងអស់តែម្ដងភ្លើងក៏កាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតក៏កាត់ផ្ដាច់បាទសួរថាតើនរណាជាអ្នកខាតដែលរាល់ឆ្នាំថៃយកពីលុយពីខ្មែរយើងនេះណាតាមរយៈប្រព័ន្ធអ៊ីនធឺណិតខ្សែកាបណាអុបទិកហើយនឹងភ្លើងនៅអគ្គិសនីដែលប្រើតាមព្រំដែននោះណាសួរថាអ្នកណាអ្នកខាតឥឡូវខាតបាត់ជើងហើយប្រជាពលរដ្ឋនៅខាងថៃកំពុងតែជ្រួលច្របល់រឿងទំនិញរបស់គាត់នេះផលិតផលរបស់គាត់នេះដែលចាក់ចោលលក់មិនចេញថ្ងៃមុនឃើញមានធ្វើវិភាគសនាពហិការណាសំបីតាគោជុលបាទគោជុលចាក់ចោលពេញផ្លូវមកបាទចាក់ចោលពេញផ្លូវគឺថាផ្កើនទៅនឹងរដ្ឋាភិបាលបាទគាត់ផ្កើនទៅរដ្ឋាភិបាលចាក់ចោលពេញផ្លូវតាមពិតគោជុលទុកមួយខែពីរខែ4 5ខែក៏មិនទាន់ខូចទេប៉ុន្តែគាត់ផ្កើនគាត់ចាក់ចោលតែម្ដងអានេះសឲ្យឃើញថាម៉េចផ្ទៃក្នុងរបស់ថៃមិនមែនស្រួលទេចង់ធ្វើសង្គ្រាមជាមួយនឹងកម្ពុជាគឺរលាយខ្លួនឯង
ផ្ដាំទៅមេតបផាតស្អីគេនោះបាទបុនស៊ីនផាតខ្លាងនោះណាឲ្យយល់ថាអាម៉េចណែកម្ពុជាណាមានយោធានៅជាប់នៅខ្លួនផាតខ្លាងអីនោះបាទរាប់លានអ្នកបាទកម្ពុជាណាមានកងទ័ពសម្ងាត់កងទ័ពប្រជាជននៅប្រទេសថៃរាប់លានអ្នកនោះណាឃើញទេចាក់ផ្លែឈើចោលធ្វើបាតកម្មបាទហើយនៅមានបន្តទៀតបាទនៅមានបន្តទៀតសូម្បីកងទ័ពនៅជាប់ជាមួយនឹងផាតខ្លាងនោះគឺកងទ័ពខ្មែរតាបាទដែលបង្កប់ខ្លួននៅនោះបាទសុទ្ធតែឈាមជួរខ្មែរតាស្កងទ័ពកម្ពុជានោះមិនខ្វះទេនោះនៅបង្កប់ខ្លួនក្បែរនោះហើយមកចង់ធ្វើសង្គ្រាមជាមួយខ្មែរមកចង់ធ្វើសង្គ្រាមជាមួយខ្មែរគិតតែរឿងពាណិជ្ជកម្មមួយខាតប៉ុណ្ណាពាណិជ្ជកម្មឆ្លងប្រទេសគឺខាតប៉ុណ្ណាហើយនៅពេលដែលអ្នកឯងរករឿងរុកគុណដល់កម្ពុជាបែបនេះប្រទេសជិតខាងនិងអន្តរជាតិនានាតើគេហ៊ានរកស៊ីជាមួយនឹងឯងនៅអត់ទេអ្នកដែលដឹងរឿងប្រទេសដែលគេដឹងរឿងនេះសហគមន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ានយើងនេះសហគមន៍អន្តរជាតិលើពិភពលោកនឹងក្តីគេហ៊ានរកស៊ីជាមួយនឹងឯងនៅអត់ទេគេដកសេចក្តីទុកចិត្តគេអាចរកស៊ីដែរក៏ប៉ុន្តែក៏ពេកកពុកតិចតួចចេះថាជាប់តំណតំណងរកស៊ីទៅករណីខ្លះចាំបាច់តែខានបានគឺគេរកស៊ីទៅប៉ុន្តែទំពុំពាណិជ្ជកម្មធំគេមិនអាចទេអ្នកវិនិយោគក៏គេមិនអាចហ៊ានទៅវិនិយោគដែរហេតុអីប្រទេសឯងនេះគឺប្រទេសចោលបាទប្រទេសចោលប្លន់លទ្ធិប្រជាធិបតេយ្យប្លន់អំណាចប្រជាពលរដ្ឋរាល់អាណត្តិតែអញ្ចឹងគេអត់ហ៊ានទៅរកស៊ីជាមួយនឹងឯងទេអញ្ចឹងអ្នកឯងខាតពាណិជ្ជកម្មខាតទាំងនយោបាយការទូតតើអ្នកការទូតរបស់អ្នកឯងទៅកាន់ពិភពលោកសួរថានរណាគេគ្រប់គ្រងអ្នកណាគេឃើញមុខគេស្អប់ណាគេខ្ពើមគេស្ដោះទឹកមាត់ណាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិបាត់ទៅហើយហ្នឹងបដិសេធច្បាប់អន្តរជាតិបាទមិនទទួលស្គាល់ច្បាប់អន្តរជាតិនឹងមានន័យថាម៉េចគឺតែឯងជាចោលនោះចោលខ្លាចតុលាការចោលខ្លាចតុលាការហើយខាត់បងច្រើនណាស់បាទខាត់បងច្រើនណាស់ខ្មែរចេញពីទឹកដីថៃពលករសួរថាវិស័យសំណង់របស់អ្នកឯងបច្ចុប្បន្ននេះកំពុងយ៉ាងម៉េចឥឡូវនេះនៅពេលដែលពលករខ្មែរចេញអស់ពីស្រុកអ្នកឯងនេះសួរថាតើសំណង់រាប់រយរាប់ពាន់កន្លែងរបស់អ្នកឯងដំណើរការទៀតអត់គាំងនៅវិស័យសំណង់វិស័យកសិកម្មចំការអ្នកណាអ្នកថែអ្នកណាអ្នកមើលថែណាអ្នកណាអ្នកផលិតដើម្បីនាំចេញមកក្រៅពីណាទៀតមានសមិទ្ធផលផលិតផលអីណាផលិតមកពីណាបាទមានមែនទេបាទគាំងឃើញខាតទេអានេះខាតវិស័យសំណង់ខាតវិស័យកសិកម្មគឺតែឯងខាតអត់មានដឹកទៅលក់ណាបានដឹកទៅលក់ភូមិមានឯណាកំពុងវាយគ្នាណាដឹកទៅលក់ឡាវវាមានដែរដឹកទៅលក់វៀតណាមឆ្លងកាត់កម្ពុជាអត់បានណាឆ្លងកាត់ឡាវមិនបានវាមិនរាំងស្ទះអញ្ចឹងសួរថាអ្នកណាអ្នកងាប់គឺថៃខ្លួនឯងជាអ្នកងាប់ឆ្លោះជាមួយកម្ពុជាគឺថៃខ្លួនឯងជាអ្នកអន្តរាយថៃខ្លួនឯងជាអ្នកងាប់នឹងគិតវិស័យប៉ុណ្្នឹងវិស័យកសិកម្មសំណង់បាទអត់មានទៅណារួចទេណាអត់មានទៅណារួចទេអានឹងឲ្យជ្រាបអញ្ចឹងអានឹងចង់ឆ្លោះជាមួយកម្ពុជាវាគួរតែជាភូមិផងរបស់ជិតខាងកម្ពុជាជាមិត្តហើយកម្ពុជាប្រទេសសន្តិភាពខ្លះថ្នាក់ដឹកនាំកម្ពុជាគឺអត់ងាយប្រតិកម្មទេមករយៈកន្លងមកនេះអ្នកឯងចាក់ផងគម្រាមផងប៉ុន្តែថ្នាក់ដឹកនាំរបស់កម្ពុជាជាភាសាសម្ដេចតេជោខ្ញុំចង់និយាយចេះកម្ពុជាបច្ចុប្បន្ននេះឡានតៃកុង2ពាក់មីតែមួយទេបាទកម្ពុជាបច្ចុប្បន្នណាឡានតៃកុង2ពាក់មីមានតែមួយទេពាក្យនេះខ្ញុំបានពីចាស់ប្រទេសចាប៉ុន្តែសន្តិភាពទេតៃកុង2ប៉ុន្តែពាក់មីមួយឲ្យយល់បាទមានន័យថាអ្នកបើកបរឡានគឺមាន2នាក់ពីមុនកម្ពុជាមានតែមួយទេបាទមានតែមួយទេកម្ពុជាមានតែកុងឡានមួយទេប៉ុន្តែបច្ចុប្បន្ននេះដាក់បេលមានតែកុងឡាន2តែពាក់មីមានន័យថាច្បាប់បើកបរគឺមានតែមួយទេណាថ្នាក់ដឹកនាំ2ប៉ុន្តែច្បាប់នៃការដឹកនាំប្រទេសគឺមានតែមួយទេឲ្យយល់បាទសូមឲ្យយល់ណាមិនមែនធម្មតាទេហើយអំណាចពេញដៃបាទយោធាបញ្ជាបានគ្រប់បាទកលៈទេសៈចង់ឲ្យផ្ទុះគឺផ្ទុះមិនដូចឯងទេមិនដូចខាងថៃនេះគឺថារញ៉េរញ៉ៃមែនតើទៅសំបីតែក្តាប់យោធានឹងក៏មិនស្ដាប់រដ្ឋាភិបាលខ្លួនឯងផងណាក្តាប់យោធាមួយសោះដែលមិនស្ដាប់រដ្ឋាភិបាលខ្លួនឯងចង់បង្កើតសង្គ្រាមឯសួរថាតើអ្នកណាគ្រប់គ្រងឥឡូវនេះថាមេភូមិភាគ2ចុះជាអ្នកបង្កើតសង្គ្រាមជាមួយកម្ពុជាហើយចុះមេភូមិភាគ1មេភូមិភាគ3 4នោះនៅប្រទេសថៃនោះ
ตายគេតាមអ្នកឯងទាំងអស់ដែរអត់ទេគេតាមអាភូមិភាគ2នឹងអត់អាផាតខ្លាំងនឹងអត់ទេណាទី1ទី2រដ្ឋាភិបាលដែលគ្រប់គ្រងលើក្បាលអ្នកឯងនេះឲ្យប្រាក់ខែលើអ្នកឯងការពារជាតិនេះតើរដ្ឋាភិបាលទីស្តីការគណៈរដ្ឋមន្ត្រីរបស់អ្នកឯងសភារបស់អ្នកឯងបានយល់ព្រមបានគ្រប់គ្រងអ្នកឯងដែរអត់ទេវាសំខាន់ប៉ុណ្ណឹងថ្ងៃមិញថានាយករដ្ឋមន្ត្រីថៃបានទៅជួបស្ដេចថៃបានទៅជួបស្ដេចថៃផ្ទៃក្នុងរបស់ថៃគឺចង់កែប្រែរបបរាជានិយមដែលសំបីតែយោធាក៏លែងស្លាប់ស្ដេចដែរបច្ចុប្បន្ននេះបាទផ្ទៃក្នុងណាសំបីយោធាបច្ចុប្បន្នក៏លែងស្លាប់ស្ដេចដែរអញ្ចឹងនាយករដ្ឋមន្ត្រីផែថងឋានដែលគាត់ទៅជួបគាត់ស្ដេចពីព្រឹកមិញនេះផ្ទៃក្នុងរំលេចមកថាស្ដេចមានការព្រួយបារម្ភបតីរឿងពាក់ព័ន្ធនយោធាដែលអត់ស្ដាប់ណាដែលអត់ស្ដាប់នេះវាចេះស្ដេចជឿជាក់ទៅលើនាយករដ្ឋមន្ត្រីនឹងដឹកនាំកិច្ចការរដ្ឋបាលប៉ុន្តែនាយករដ្ឋមន្ត្រីបញ្ជាបើអត់ស្ដាប់ណាអានោះនៅស្រុកថៃនឹងវាអញ្ចឹងនាយករដ្ឋមន្ត្រីបញ្ជាអត់ស្ដាប់មិននាយករដ្ឋមន្ត្រីមិនអាចគ្រប់គ្រងយោធាបានយោធានេះគឺយោធាអាក្បាលរឹងទៅទាំងថ្ងៃអាងាប់ទៅទាំងថ្ងៃក្បាលរឹងងាប់ទៅទាំងថ្ងៃហ្នឹងបាទពាក្យហ្នឹងអញ្ចឹងថាអាក្បាលរឹងងាប់ទៅទាំងថ្ងៃបាទជួនកាលអ្នកនៅក្បែរហ្នឹងត្រូវស្រួលដាក់ផាច់បាទសិទ្ធិការយល់ពឹងបាត់អាចថាបានដែរណាអាហ្នឹងបើសិនជាពោះហេតុពេកវាអាចចូលបដិបត្តិអញ្ចឹងអាចបដិបត្តិអញ្ចឹងអ្នកឯងម្នាក់ដែលបកហេតុជាមួយកម្ពុជាសួរថាតើមេភូមិភាគទាំងអស់មេកងទ័ពទាំងអស់រដ្ឋមន្ត្រីការពារជាតិរបស់អ្នកឯងបានចេញប្រកាសប្រឆាំងមួយកម្ពុជាអត់ណាឥឡូវយើងមើលចេះតើរដ្ឋមន្ត្រីការពារជាតិរបស់ថៃនេះបានចេញប្រកាសប្រឆាំងកម្ពុជាចង់វាយកម្ពុជាយកទឹកដីដែលអ្នកឯងទាមទារនឹងដែរអត់ទេអត់តឃើញមានទេតើរដ្ឋាភិបាលរបស់អ្នកឯងនេះដែលគ្រប់គ្រងលើក្បាលអ្នកឯងឲ្យប្រាក់ខែពួកអ្នកឯងនេះតើមានបានប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជាដែរអត់ទេអត់ទេសុំតែ MOU សុំតែចរចាគ្នាទ្វេភាគីណាអត់មានទេឬក៏ស្ដេចដែលឯងបញ្ជាបើស្ដេចដែលឯងបញ្ជាពីថ្ងៃមិញនាយករដ្ឋមន្ត្រីទៅជួបស្ដេចនេះស្ដេចមានការព្រួយបារម្ភរឿងដែលឯងចង់ក្បត់ស្ដេចទៅវិញណាអាហ្នឹងទីបំផុតតាមក្រសួងតុលាការបាទតុលាការអ ுக ្រិតកម្មវាអាចធ្លាក់ទៅចូលវាចូលដល់ហ្នឹងហើយកម្ពុជាអត់មានខ្លាចមួយចំណិតទេថ្នាក់ដឹកនាំកម្ពុជាអត់មានខ្លាចមួយចំណិតទេខ្ញុំប្រាប់ឲ្យថាកម្ពុជាគឺឡានតកង់2ពាក់មីតែមួយទេអត់មានអាញ៉ៃទៅចង់ឡានមួយអាណាបើក៏បានអត់បានទេតែ2នេះអង្គទេបាទតែ2ទេណាកម្ពុជាណាឲ្យតែតកង់មួយប្រាប់ថាម៉េចគឺអញ្ចឹងហើយបាទពីមុនមានតកង់តែមួយដល់ពេលអាឈប់ម្ដងពិបាកអាតកង់ដូចតកង់នឹងរកទៅទិញទឹកអំពៅរកទៅទិញនេះទិញនោះឲ្យភ្ញៀវអីអត់បានទេពិបាកណាតែឥឡូវអត់ទេតកង់មួយបើតកង់មួយអបនោះថាអស់មើលទៅទិញទឹកអំពៅឲ្យគេហូបទៅទិញនំទៅទិញអីចុះអាចចុះបានស្រួលពិបាកអត់មិនពិបាកទេបាទកម្ពុជាឥឡូវនេះអត់ពិបាកទេកាន់តែស្រួលយើងឃើញជាក់ស្ដែងវិធានការចាំបាច់ជាក់ស្ដែងនៅពេលដែលមានបញ្ហាគឺរៀបរយស្រេចកម្ពុជាត្រៀមទប់ស្កាត់ឲ្យជាស្រេចប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនធ្វើត្រង់សេឲ្យស្រេចប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនដែលងាយរងគ្រោះហានិភ័យគឺរដ្ឋបាលខេត្តរៀបចំទីកន្លែងសុវត្ថិភាពសម្រាប់ទុកឲ្យប្រជាពលរដ្ឋឲ្យស្រេចហើយអាហ្នឹងអញ្ចឹងណាគ្រាន់តែមានបញ្ហាកងទ័ពបំពាក់ស្ពាវុធបញ្ជូនទៅកាន់សមរភូមិមុខទៅតាមគោលដៅត្រៀមជានិច្ចរួចអស់ហើយអត់មានប្របាក់ពលករដែលមកពីប្រទេសថៃបញ្ជូនឲ្យតាក់ទងមកគឺមានការងារឲ្យធ្វើណាមានការងារធ្វើប្រទេសកម្ពុជាគឺជាប្រទេសសន្តិភាពសម្បីតែពីថ្ងៃមុនអគ្គលេខាធិការអង្គការសហប្រជាជាតិក៏កោតសរសើរថាឲ្យថ្នាក់ដឹកនាំទាំងអស់យកគំរូតាមដៃជូសម្ដេចដៃជូដែលស្វែងរកសន្តិភាពឲ្យប្រទេសមានការអភិវឌ្ឍបានណាក្នុងតំបន់ណាមិនមែនធម្មតាទេគេឲ្យយកតម្រាប់តាមអញ្ចឹងដល់រឿងដល់ថ្នាក់ប៉ុណ្ណេះហើយណាដែលជួនៅតែបាទត្រជាក់យ៉ាងម៉េចកម្ពុជានៅតែប្រកាន់ជំហរសន្តិភាពហើយបញ្ហាព្រំដែនកម្ពុជាដាក់ប្តឹងទៅតុលាការអន្តរជាតិឲ្យវេះញែករកខុសនឹងត្រូវអត់ប្រើកម្លាំងប្រដាប់អាវុធទេតែបើនៅឯងលេងយើងគឺយើងដាក់វិញហើយអាហ្នឹងរឿងវានៅស្ថិតនៅប៉ុណ្្នឹងបាទស្ថិតនៅប៉ុណ្្នឹងអញ្ចឹងបច្ចុប្បន្ននេះថៃវាញ៉ៃអត់ស្ដាប់គ្នាកើតអាចោសៀមណាវាអត់ស្ដាប់រដ្ឋាភិបាលវាអត់ស្ដាប់មេកោយវាចុះក្រសួងរដ្ឋមន្ត្រីក្រសួងការបរទេសឆ្លើយថាម៉េចឆ្លើយថាណាមិនគ្រប់គ្រងទេមិនគ្រប់គ្រងរឿងកម្ពុជាយកបញ្ហាដាក់ ICJ ទេណាចង់បានតែទ្វេភាគីគឺចរចាគ្នាប៉ុណ្្នឹងទេគាត់និយាយអញ្ចឹងបាទហើយបើសិនជាកម្ពុជាឈ្នះក៏មិនទទួលស្គាល់រឿងដែលឯងមិនទទួលស្គាល់រឿងសិទ្ធិរបស់អ្នកឯងតុលាការមានសិទ្ធិសម្រេច
ច្បាប់អន្តរជាតិមានការអនុវត្តមានសិទ្ធិក្នុងការអនុវត្តសម្រាប់កម្ពុជាក៏មានសិទ្ធិក្នុងការទទួលសេចក្តីសម្រេចដោយយុត្តិធម៌មកដែរហើយប្រើប្រាស់កាតព្វកិច្ចការពារជាតិរបស់ខ្លួនពលនភាពដែលអធិបតេយ្យភាពរបស់ខ្លួនដែររឿងអ្នកឯងទទួលស្គាល់មិនទទួលស្គាល់ជាសិទ្ធិរបស់អ្នកឯងមិនអញ្ចឹងហើយបើសិនជាតុលាការសម្រេចហើយអ្នកឯងមិនទទួលស្គាល់មុខមាត់របស់អ្នកឯងនេះថ្នាក់ដឹកនាំរបស់អ្នកឯងក៏ស្ដេចរបស់អ្នកឯងក៏ដោយគឺអាប់មុខនៅលើឆាកអន្តរជាតិគាត់តែលឺថៃគេខ្លាចមកគេខ្ពើមហ្មងណាគេខ្ពើមណាតែលឺជនជាតិថៃគេខ្ពើមមកព្រោះអាប្រទេសនោះអត់មានគោរពច្បាប់ទេអាប្រទេសហ្នឹងវាអត់មានគោរពមេកោយវាទេសូម្បីយុរដ្ឋមន្ត្រីស្ដេចវាមិនគោរពផងវាមិនស្ដាប់ផងណាអាប្រទេសមើលថាពួកអាយីកូមបាតផ្សារពួកម៉ាហ្វៀហ្នឹងណាអាប្រទេសវាคล้ายទៅជាប្រទេសឯកោលើពិភពលោកតែកន្លែងហ៊ានរកស៊ីជាមួយណាឧទាហរណ៍មើលសូម្បីជុំវិញវាអត់ត្រូវគេផងណាអាមនុស្សយើងនឹងក៏ដោយយើងរស់នៅក្នុងសង្គមនឹងក៏ដោយបើផ្ទះជិតខាងអត់ត្រូវគេទាំងអស់ហើយហ្នឹងណាឆ្លោះមួយគេទាំងអស់សួរថាអ្នកដតីដែលគេមើលមកពីខាងក្រៅនោះគឺថាម៉េចយើងនឹងវាល្អទេដល់ទេវាអស់ល្អហើយអញ្ចឹងទៅរកគេទៅពឹងពាក់គេខ្លាចមកគេខ្ពើមហ្មងអាហ្នឹងលក្ខណៈអញ្ចឹងហើយថ្ងៃនេះគឺជំរាបបងប្អូនប៉ុណ្ណឹងទេថាបើសិនជាថៃធ្វើសង្គ្រាមជាមួយខ្មែរថៃនឹងវិនិច្ឆ័យអន្តរាយហើយស្ថិតក្នុងភាពឯកោបាទស្ថិតក្នុងភាពឯកោវិនិច្ឆ័យអន្តរាយបាត់បង់សេដ្ឋកិច្ចវិនិច្ឆ័យអន្តរាយដោយការបាត់បង់សេដ្ឋកិច្ចណាវិនិច្ឆ័យអន្តរាយបាក់មុខបាក់មាត់លើឆាកអន្តរជាតិចាញ់ក្តីម្ដងហើយម្ដងទៀតបាទអញ្ចឹងកម្ពុជាគឺឆ្លាតហើយពេលនេះជាឱកាសមាសប្រាក់របស់កម្ពុជាដើម្បីទាមទារឬមួយក៏ធ្វើឲ្យមានសុខភាពពាក់ព័ន្ធបញ្ហាព្រំដែនជាមួយនឹងថៃនៅសុកស្ងៀមគឺថាអត់នៅស្ងៀមបង្កឲ្យមានបញ្ហាចរចាគ្នានិយាយគ្នាអត់ត្រូវគ្នាទីបំផុតធ្វើឯងអ្នកខ្លាំងបិទព្រំដែនខ្លួនឯងអស់គាត់ណាស្មានតែគេងាប់អីបិទទៅវាមិនណាបន្ទាប់មកទៀតបន្ទាប់ពីបិទព្រំដែននៅប៉ោយប៉ែតបិទព្រំដែននៅនេះហើយហ្នឹងក៏បន្ទាប់មកទៀតបានចរចាគ្នាណារបស់ហ្នឹងអញ្ចឹងចរចាសម្រួលកងទ័ពណាសម្រួលព្រំដែនសម្រួលកងទ័ពមួយគ្នាចរចាគ្នានិយាយគ្នាហើយស្អែកឡើងវាទៅដាក់បណ្ណាលួសបិទនៅច្រកអូស្មាច់នៅទៅវាទៀតទៅណាកងទ័ពកម្ពុជាយើងហាមឃាត់យ៉ាងម៉េចយ៉ាងណាក៏វាអត់ស្ដាប់អានោះគឺថាគេណាបាទគេថាគេអាណាអឺបាទអញ្ចឹងបានទីបំផុតសម្ដេចតេជោសម្រាប់បិទមកបោយប៉ែតច្រកដូងខ្លែមហ្នឹងហើយម្សិលមិញនេះគឺបិទនៅកោះកុងទៀតបាទបិទមិញហើយម្សិលមិញទេបាទបិទនៅកោះកុងទៀតបាទបិទកោះកុងទៀតច្រកចាំយាមអញ្ចឹងខ្សែបន្ទាត់ព្រំដែនហ្នឹងគឺបិទទាំងអស់ហើយសម្ដេចធិបតីគាត់មានប្រសាសន៍ហើយចង់ឲ្យបើកព្រំដែនវិញគឺងាយទេណាចង់ឲ្យបើកព្រំដែនវិញគឺងាយទេបើសិនជាភាគីថៃបើកព្រំដែនវិញតែខ្លួនបានបិទជាឯកតោភាគីណាអញ្ចឹងតាមពិតស្រួលទេវិធីងាយស្រួលទេកម្ពុជាអត់មានពិបាកនិយាយគ្នាទេអ្នកឯងចង់ឲ្យខ្មែរបើកព្រំដែនវិញបានប៉ុន្តែអ្នកឯងទៅតែបើកព្រំដែនដែលអ្នកឯងបិទជាឯកតោភាគីវិញបើអ្នកឯងបិទខ្ញុំក៏អត់បើកដូចគ្នាអាហ្នឹងមានន័យអញ្ចឹងប៉ុន្តែខាងភាគីថៃណាខាងភាគីថៃគេបិទព្រំដែនគេថាដោយសារតែយើងនាំយកអាបញ្ហាទៅតុលាការអានេះចោលវាខ្លាចបាទចោលវាខ្លាចតុលាការវាជារឿងធម្មតាទេចោលខ្លាចតុលាការបាទល្អដែរតាបាទល្អតាបងកៅវណ្ណរាក៏ថាកំពុងជីកត្រង់សេបាទខ្លើហ្នឹងហើយបងជីកត្រង់សេខ្ញុំធ្លាប់រត់លូនហើយអស់ហើយរឿងត្រង់សេនេះខ្ញុំនិយាយពីម្សិលមួយថ្ងៃបែកពីខ្មែរក្រហមមកខ្ញុំនៅក្មេងទេម្ដាយខ្ញុំគាត់មានបង្វិចមួយចុងជើងបាទបង្វិចមានតែខោអាវកចេះកចាស់ទេតែខ្ញុំមានអាវសរូមួយមានខោមួយទេមកចកេះឆ្អេះមកខ្លួនអត់មានអីទេមានអីក្រៅពីហ្នឹងទេប៉ុណ្ណឹងអញ្ចឹងទ្រព្យសម្បត្តិកាលនោះបែកពី79មកណាឲ្យទៅលើតែក្ដុងបាទតែក្ដុងទៅទាញតែបង្វិចនៅចុងជើងរត់ចុះពីលើផ្ទះមកគឺរកត្រង់សេហើយបាទត្រង់សេហ្នឹងគឺជីកត្រង់សេ2-3ម៉ែត្រហ្នឹងបាទ2-3ម៉ែត្រហ្នឹងទៅហើយដាក់ឈើគោពីលើដាក់ចំបើងដាក់អីទៅដាក់ដីដាក់អីពីលើទៅមានតែច្រកចេញចូលដូចកដោអញ្ចឹងទៅបាទអានោះធ្វើម៉េចវាស្រុកសង្គ្រាមខ្ញុំធ្លាប់ឲ្យអស់ហើយឆ្លងកាត់ឲ្យអស់ហើយកម្ពុជានេះឆ្លងកាត់ឲ្យអស់ហើយអញ្ចឹងថៃមិនចាំបាច់អីណាឯងចង់អីណាគម្រាមមិនបាច់ទេគឺថាកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់អស់ហើយដូចខ្ញុំជម្រាបជូនអញ្ចឹងថាប្រជាប្រដ្ឋព្រំដែនគឺជីកត្រង់សេឲ្យអស់ហើយណាចង់វាយចង់អីបានតាបាទកម្ពុជាកំឡោបានតាសភាវុធគឺមានគ្រប់គ្រាន់ណាការពារជាតិមិនមែនសម័យ79 80 90ទេណាកម្ពុជាណា
បច្ចុប្បន្ននេះអត់សូមជម្រាបចឹងថាមិនបើសិនជាកម្ពុជាសម័យមុននោះថៃវាយចូលគឺថាងាប់ហ្មងបាទប៉ុន្តែសម័យនេះអត់ទេណាបាទសម័យនេះអត់ទេសភាវុធមានដូចគ្នាទេណាមានដូចគ្នាទេអ្នកឯងទំនើបប៉ុណ្ណាក៏គេទំនើបជាអ្នកឯងទៀតណែអាស្អីអាមេដែលតែងទៅរករឿងខ្មែរនោះអាស្អីគេអាស្អីអាកញ្ចាស់ក្បាលមួយនោះដែលតែងទៅរករឿងខ្មែរនោះតែងទៅប្រឆាំងខ្មែរតែងទៅធ្វើរដ្ឋប្រហារមេរដ្ឋប្រហារហ្នឹងណាស្អីគេឈ្មោះអីគេខ្ញុំភ្លេចឈ្មោះហ្នឹងដែរអាតាកញ្ចាស់ហ្នឹងមួយណាគេនិយាយថាម៉េចគេនិយាយថាបើសិនជាថៃបើសិនជាចិនមិនផ្ដល់យុទ្ធធម៌ឲ្យគេទេគេនឹងពឹងទៅអាមេរិកហ្នឹងក្បាលហើយទៅខាងអាមេរិកស្រាប់ហើយកុំភ្លេចទៅអាមេរិកនឹងខ្ទេចអស់ហើយអាហ្នឹងប្រាប់ថៃយ៉ាងហ្មងបើនរណាចេះបកប្រែភាសាហ្នឹងប្រាប់ផងថារឿងប្រទេសដែលពឹងសហរដ្ឋអាមេរិកខ្ទេចអស់ហើយវាញុះឲ្យទៅកើតសង្គ្រាមទេប្រទេសណាក៏ដោយអាមេរិកដែលអាមេរិកចូលទៅជួយខ្ទេចទាំងអស់សូម្បីតែខ្មែរយើងនឹងក៏ដោយទៅចូលមកជួយមកគឺអត់មានធ្វើឲ្យកើតទេមានដកតបទៅវិញទៅអាម៉ាស់សង្គ្រាមនៅវៀតណាមទៅចាញ់វៀតណាមទៀតបាទចាញ់សង្គ្រាមវៀតណាមទៀតអាមេរិកណាហើយថ្មីទោះបីតំបន់ឯណានេះទាំងអស់សួរថាអាមេរិកចូលទៅវាយនឹងបានអីហ្នឹងប្រជាជនទាំងអស់នៅប្រទេសហ្នឹងខ្ទេចមានសល់ទេបាទឥឡូវអ៊ីស្រាអែលហ្នឹងអាមេរិកញុះឲ្យលេងដែនដីកាសាលេងជាមួយអ៊ឺរ៉ុកដាក់វិញខ្ទេចនុយក្លេអ៊ែរបាត់ហើយនោះនៅខ្លាំងបកែអីនោះបាទលើកទង់ជ័យសបាត់ហើយប្រទេសនេះទៅរត់បាត់ហើយបាទរត់ទៅកាន់ប្រទេសយេម៉ែនណាបាទហ្នឹងហើយខ្លះឯងមើលណាលឹមថងគុលបាទហ្នឹងអរគុណហើយខ្លះកាវណ្ណាហ្នឹងហើយលឹមថងគុលលឹមថងគុលហ្នឹងអីអានេះរត់ទៅរឿងខ្មែរមកអានេះសៀមមិនមែនថៃទេបើថៃគឺថៃខ្មែរយើងទៅប្រជាជនខ្លះគាត់និយាយចេះបើបានអញ្ចឹងហើយវាយយកវិញហ្មងវាយយកខេត្តយើងប្រហែលដូច31ខេត្តណា31ខេត្តឬ37ខេត្តនៅស្រុកថៃខ្មែរយើងខេត្តរបស់ខ្មែរយើងណាមើលច័ន្ទបុរីរ៉ាំស្អីណាក្រុមបង្កក់ហ្នឹងក៏ដោយចុះណាសរិនខាងស្អីណាមកកណូហ្នឹងខ្វះស្អីថាមិនបានយកវិញហ្មងដាក់វិញតាមពិតវាដូចតែនេះដែរខ្មែរយើងបើសិនជាយើងមានអំណាចយើងមានសិទ្ធិអាចយកដែរហ្នឹងណាប៉ុន្តែយើងអត់ចឹងទេរក្សាតែប៉ុណ្្នឹងតាយើងចង់បានតែប៉ុណ្្នឹងទេដោយពាក់ព័ន្ធនឹងរុស្ស៊ីនិងអ៊ុយក្រែនអញ្ចឹងណារុស្ស៊ីនិងអ៊ុយក្រែនដោយសារតែ4ខេត្តហ្នឹងវាសិទ្ធិជនជាតិរុស្ស៊ីទឹកអតីតសហភាពសូវៀតអញ្ចឹងគឺមានអំណាចគេយកវិញចឹងទៅគេបាញ់យកវិញចឹងទៅបាទអាហ្នឹងវាពិបាកដែរយើងពិបាកដែរខ្ញុំវាមិនសូវដឹងរឿងដែរអញ្ចឹងកម្ពុជាយើងបើសិនយើងមានអំណាចអាចវាយយកវិញបានយកទៅថាវាបករឿងច្រើនពេកដាក់ឲ្យខ្ទេចមកមើលវាមានអីបាទអត់មានអីខ្លាំងទេព្រោះសង្គ្រាមធ្លាប់ប៉ះគ្នាព្រះវិហារម្ដងហើយថាណាបាញ់ខ្មែរ4ថ្ងៃ100ប្រហែល104ម៉ោងតែសម្ដេចតេជោឲ្យកងទ័ពធ្វើម៉េចគិតចូលត្រង់ស្ទេកុំឲ្យត្រូវគ្រាប់បានណាកុំឲ្យរបួសកុំឲ្យត្រូវគ្រាប់ស្លាប់បានហើយកងទ័ពបាច់តហើយបើតែគាត់មើលណាវាបាញ់ចេញមកពីណាបាទកខកខងដល់ពេលដែលឆ្លើយតបទៅវិញកខកខងអត់ខុសគោលដៅទេបាទបើប្រសោតមានតែ15នាទីសុំចរចាស្រីចាច់ហើយប៉ុន្តែពួកនេះខូចបាទពួកនេះខូចអាមួយគោយើងចឹងទៅតែដល់ពេលយើងដាក់វិញហឹងទៅជាងើងទៅមានអាមួយចេញមុខមកចរចាតែឥឡូវលើកនេះអត់មានចរចាកើតទៀតទេណាបាទអត់មានចរចាកើតទេឲ្យរឿងព្រំដែនតំបន់4ចំណុចនេះដាក់ទៅតុលាការយុត្តិធម៌រួចហើយបាទចង់និយាយចរចាគ្នាទៀតអត់បានទេពីមុនតំបន់ 4.6 ណានៅជុំវិញប្រាសាទព្រះវិហារគឺចរចាទ្វេភាគីចរចាអត់ចេញមុខរួចចេញមិនរួចទាំងហើយបានជាដាក់ទៅអង្គការបាទតុលាការអន្តរជាតិបានចេញរួចទៅឥឡូវនេះទៀតចរចានិយាយគ្នាស្ដាប់គ្នាអត់បានទៀតអញ្ចឹងដាក់ទៅទៀតដូច្នេះអត់មានចរចាកើតទៀតទេណាម្ដងនេះគឺចប់ហើយបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្ថែមថាគណៈកម្មការព្រំដែនប្រទេសទាំងពីរពីម្សិលមិញដល់ថ្ងៃនេះបានប្រជុំពិភាក្សាគ្នាគឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនអត់មានយក4ចំណុចនេះយកទៅពិភាក្សាទេតំបន់មុំ3ប្រាសាទតំបន់តូចតំបន់ធំប្រាសាទតាក្របីអត់មានយកទៅពិភាក្សាគ្នាទេព្រោះដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិរួចហើយចំណុចមួយទៀតបញ្ហាបើកព្រំដែនបិទព្រំដែនអត់បញ្ហាទេអត់និយាយគ្នាដែរបាទអត់និយាយគ្នាទេបើសិនជាចង់ឲ្យបើកកម្ពុជាបើកបន្តតែថៃបើកព្រំដែនទាំងអស់ដែលបិទជាឯកតោភាគីអានឹងអាចបញ្ហាមួយទៀតដែលមិននិយាយគ្នាគឺអ្នកឯងយកផែនទីគូសឯកតោភាគីយកមករំលោភដែនអធិបតេយ្យភាពរបស់យើងមកយកនិយាយចរចាមកយើងអត់និយាយមួយឯងដែរណោះចាំយកផែនទីពីបារាំងតែមុនសម្ដេចបវរធិបតីគាត់ជួបជាមួយនឹង
ប្រធានាធិបតីបារាំងថានឹងជួយកម្ពុជាព្រោះកម្ពុជាមានបារាំងជាអាណានិគមណាឯកសារប្លង់រឹងមានគ្រប់ទាំងអស់នៅប្រទេសបារាំងនោះបាទកម្ពុជាយើងក៏មានដែរបាទបារាំងនឹងជួយដល់កម្ពុជាបើឯងបំពេញទៅលើកម្ពុជាហើយចិនដែលជាមិត្តជិតស្និទ្ធមិត្តដៃថៃហ្នឹងនឹងជួយដល់កម្ពុជាដូចគ្នាអញ្ចឹងឯងមានអ្នកណាជួយណាឯងមានអ្នកណាជួយណាអាងអាមេរិកមែនទេបាទកុំសង្ឃឹមពេកណាខ្ទេចបាទខ្ទេចអានេះសឹងតែប្រកាសខ្ញុំសឹងតែប្រកាសថាខ្ទេចហើយកុំចេះហ៊ានខ្ទេចហ្មងណាខ្ញុំសុំមានយោបល់ប៉ុណ្្នឹងទេបាទថ្ងៃនេះណាថ្ងៃនេះឥឡូវគឺសុំមានយោបល់ប៉ុណ្្នឹងទេហើយពេលខ្លះក៏មានចម្ងល់ដែរបាទចម្ងល់ប្រិយមិត្តយើងគឺថាគាត់ឆ្ងល់ដែរគាត់ឆ្ងល់ថាទៅណាបាត់ឆ្ងល់ហ្នឹងហើយអត់មានអីទេបាទគាត់ឆ្ងល់ថាសៀមណាបាទសៀមណាថៃគេថាខ្មែររំលោភគេណាតែខ្មែរនេះកម្ពុជារំលោភថៃបាទអញ្ចឹងគាត់ឆ្ងល់ទៅវិញថាណែបើសិនរំលោភថៃបំពេញថៃនឹងសួរថាតើខ្មែរនៅប្រទេសថៃប្រហែលអ្នកថៃមកខ្មែរណានៅប្រទេសថៃប្រហែលអ្នកហើយថៃសៀមដែលនៅស្រុកខ្មែរនោះប្រហែលអ្នកបាទគាត់ឆ្ងល់អញ្ចឹងថាហើយចុះខេត្ត31ខេត្តឬក៏37ខេត្តនោះតើនរណាជាអ្នកយកបាទហើយដល់មានសកុនគាត់ឆ្ងល់ថាខ្មែរនៅថៃប្រហែលអ្នកខ្មែរនៅថៃប្រហែលអ្នកមើលបើសិនជាខ្មែរទៅរំលោភថៃហើយយកថៃនៅខ្មែរប្រហែលអ្នកហើយបើសិនជាថាខ្មែររំលោភសួរថាចាមក31ខេត្ត37ខេត្តនោះអតីតដែនដីខ្មែរអាណាគេអ្នកយកណាអញ្ចឹង31ក៏37ខេត្តណា37ខេត្តហ្នឹងណានៅស្រុកថៃហ្នឹងបាទខ្មែររស់នៅហ្នឹងតើឈ្មោះខ្មែររស់នៅលើដីខ្មែរហ្នឹងតើហ្នឹងបាទខ្មែរមិនបានទៅរំលោភថៃណាប៉ុន្តែតើថៃតើនៅរំលោភខ្មែរគ្រប់គ្រងលើខ្មែរ37ខេត្តហើយបកត្រឡប់ទៅវិញអញ្ចឹងខ្មែរប្រហែលអ្នកដែលរស់នៅទឹកដីថៃខ្មែរអត់បានរស់នៅទឹកដីថៃទេខ្មែររស់នៅទឹកដីខ្មែរតើ31ខេត្តហ្នឹង37ខេត្តហ្នឹងមិនអញ្ចឹងណាអតីតដីរបស់ខ្មែរតើអញ្ចឹង37ខេត្តហ្នឹងគឺខ្មែរជាអ្នករស់នៅណាជាទឹកដីខ្មែរគឺខ្មែររស់នៅណាប៉ុន្តែអាថៃទៅដែលវាមកគ្រប់គ្រងទៅលើដែនដីរបស់ខ្មែរហ្នឹងធ្វើរបស់ឯងហ្នឹងគេថាគេលូបឯងអានោះមានន័យអញ្ចឹងបាទមិនអញ្ចឹងទេបងប្អូនមើលឲ្យខមមិនមួយមើលបាទដល់ហើយអរគុណច្រើនហើយខ្ញុំសូមយោបល់តែប៉ុណ្ណេះទេបាទថ្ងៃទឹកសុំអាវក្រហមហើយក៏ជា fan អាវក្រហមដែរសុំតែខ្មែរទេបាទដែលខ្ញុំបាននិយាយថាកងទ័ពកម្ពុជាណាកងទ័ពប្រជាជនមាន30លានអ្នកជាងនៅស្រុកថៃបើចង់ធ្វើសង្គ្រាមជាមួយកម្ពុជាអាលាយហ្មងអាលុតអាលាយហ្មងបាទវិនិច្ឆ័យអន្តរាយម្ដងទៅធានហ្មងហើយថៃខែ7ហ្នឹងឮថាទឹកចំនួនផងផ្ទះបាញ់ផងបាទរាល់ថ្ងៃហ្នឹងអាទឹកចំនួនផងភ្លើងឆេះផងផ្ទះបាញ់ផងយ៉ាខែ7ធ្លាក់ដល់ទៀតទេវិនិច្ឆ័យអន្តរាយមកហើយធ្វើសង្គ្រាមជាមួយខ្មែរវិនិច្ឆ័យហ្មងអានេះសូមផ្ដាំទៅអញ្ចឹងឲ្យកុំចង់បាទអរគុណណាប៉ុណ្្នឹងចោះជម្រាបលាបងប្អូនទាំងអស់គ្នាអរគុណដែលបានជួយ like ជួយ share ជួយទស្សនាណាបាទរៀបទៅសួស្ដី